សេចក្តីបញ្ជាចូលព្រៃសង្គ្រាមមិនដែលសម្លាប់មនុស្សត្រឹមតែពេលបាញ់គ្នាទេវាសម្លាប់ពេលមនុស្សគិតថាអ្វីបានបញ្ចប់ហើយឆ្នាំ1987ព្រះអាទិត្យទើបរះលើមូលដ្ឋានយោធាតូចមួយជិតព្រំដែនសំឡេងស៊ីរ៉ែនព្រឹកលាន់ឡើងជាធម្មតាប៉ុន្តែថ្ងៃនេះបេះដូងទាហានមួយក្រុមមានអារម្មណ៍ធ្ងន់ជាងរាល់ថ្ងៃវរសេនីយ៍សុរិយាឈរមុខផែនទីដៃគាត់ប៉ះលើតំបន់ព្រៃមួយដែលគូសជាពណ៌ក្រហមតំបន់នេះគ្មានសត្រូវនៅសល់ប៉ុន្តែក៏មិនមានមិត្តគាត់លើកមុខមើលកូនក្រុម7នាក់មុខពេញទៅដោយធូលីភ្នែកពេញទៅដោយអតីតកាលគ្មាននរណាសួរអីទៀតក្នុងយោធាការសួរច្រើនគឺស្លាប់លឿនជំហានដំបូងចូលអបព្រៃទទួលពួកគេដោយភាពស្ងៀមខ្លាំងពេកដូចជាអ្វីកំពុងដកដង្ហើមរងចាំវឌ្ឍនាទាហានក្មេងជាងគេកាន់កំភ្លើងដោយដៃញ័របន្តិចគាត់មិនធ្លាប់ចូលព្រៃជ្រៅបែបនេះទេបងមេងហេតុអ្វីសត្វក៏មិនឮសំឡេងមេងមិនសាយដូចធម្មតាទេគាត់គ្រាន់តែឆ្លើយស្រាលពេលព្រៃស្ងៀមមានន័យថាអ្វីមួយកំពុងស្ដាប់យើងខ្យល់ត្រជាក់ប៉ះកទោះជាមិនមែនរដូវប្រឹងដីដែលមិនស្ងប់ពេលថ្ងៃត្រង់ក្រុមឈប់សម្រាកជិតដើមឈើមួយធំដីនៅទីនោះទន់ដូចជាគេជីកហើយបិទវិញរឹតចុះអង្គុយហើយមើលឃើញអ្វីមួយស្ទះនៅក្នុងដីគាត់ជីកចេញវាជាស្បែកជើងទាហានចាស់នៅមានឈាមក្រហមជាប់មេទីនេះមានអ្នកស្លាប់សូរិយាមិនភ្ញាក់ផ្អើលគាត់គ្រាន់តែបិទភ្នែកមួយផ្លែតមិនមែនមានទេវាពេញទៅដោយពូគេសំឡេងដែលមិនមែនមនុស្សយប់ធ្លាក់អបចុះក្រាស់ដូចផ្សែងភ្លើងជំរុំត្រូវបានបិទតាមបទបញ្ជាម៉ោង 11:45 នាទីសំឡេងកំភ្លើងលាន់ប៉ងបន្ទាប់មកសំឡេងជាច្រើនបានពីគ្រប់ទិសតែគ្មានគ្រាប់គ្មានភ្លើងគ្មានសត្រូវនៅក្នុងអបមានរូបរាងទាហានម្នាក់ពាក់ឯកសណ្ឋានរហែកមុខពេញដូចឈាមភ្នែកជារុនខ្មៅវរសេនីយ៍សុរិយាសម្លឹងមើលហើយនិយាយសំឡេងទាបពួកគេមកសងសឹកអ្នកដំបងដែលបាត់បន្ទាប់ពីរូបរាងទាហានក្នុងអបបាត់ទៅភាពស្ងៀមបានធ្លាក់ចុះដោយផ្ទាំងថ្មធ្ងន់គ្មាននរណានិយាយគ្មាននរណាដកដង្ហើមខ្លាំងវឌ្ឍនាកាន់កំភ្លើងជិតទ្រូងភ្នែកគាត់មើលទៅជុំវិញដូចជាក្មេងដែលបាត់ផ្លូវនៅព្រៃយប់បងខ្ញុំសុំទៅនោមបន្តិចមេងចង់គាត់តែសូរិយាគ្រាន់តែគាត់ក្បាលកុំទៅឆ្ងាយហើយកុំឆ្លើយសំឡេងណាទោះវាហៅឈ្មោះក៏ដោយវឌ្ឍនាញញឹមស្រាលគាត់គិតថាមេកំពុងភ័យលើហេតុគាត់ដាវចូលអបជំហានទី1ទី2ទី3ហើយសំឡេងគាត់បាត់គ្មានស្រែកគ្មានកំភ្លើងគ្មានអ្វីទាំងអស់សំឡេងហៅឈ្មោះ10នាទីកន្លងផុតអបកាន់តែក្រាវឌ្ឍនាមេងហៅសំឡេងទាបគ្មានចម្លើយបន្ទាប់មកសំឡេងមួយលាន់ឡើងពីក្នុងព្រៃបងមេងវាជាសំឡេងវឌ្ឍនាតែសំឡេងត្រជាក់គ្មានដង្ហើមរឹតចាប់ដៃមេងរឹងកុំឆ្លើយវាមិនមែនគាត់ទេសំឡេងនោះហៅម្ដងទៀតជិតជាងមុនបងខ្ញុំត្រជាក់ណាស់ភ្លាមមានស្នាមជើងឈាមលិតឡើងពីក្នុងអបដើរមកកាន់ជំរំតែគ្មានរាងកាយសាកសពដែលមិនស្លាប់ព្រឹករះអបចោះបន្តិចក្រុម
សម្រាប់ចិត្តតាមស្នាមជើងឈាមដើរចូលព្រីជ្រៅក្រោយដើមឈើធំមួយពួកគីឃើញវឌ្ឍនាគាត់ឈរឈប់មុខបែរទៅដើមឈើកំភ្លើងនៅដៃវឌ្ឍនាមេងរឹកទៅតែពេលគាត់ប៉ាស្មារាងកាយនោះដួលរលំជាផេះនៅលើដើមឈើមានអក្សរខ្វាក់ឈាមសរសេរជាខ្មែរអ្នករស់ត្រូវទទួលខុសត្រូវអតីតកំហុសយប់ទី2គ្មាននរណាចង់ស្នាក់នៅទីនោះទៀតតែផ្លូវចេញដូចជាវងជុំសូរិយាអង្គុយម្នាក់ឯងមើលភ្លើងបារីរឹតចូលចិត្តមេប្រលឹងទាំងនេះពាក្យឯកសណ្ឋានដូចយើងមុននេះតើមានអ្វីកើតឡើងសូរិយាបិទភ្នែកយូរហើយនិយាយ20ឆ្នាំមុនក្រុមខ្ញុំបានទទួលបញ្ជាឲ្យដកថយតែពួកគេត្រូវបានទុកចោលនៅព្រៃនេះសំឡេងគាត់ញ័រខ្ញុំជាអ្នកចុះហត្ថលេខាប្រលឹងមិនទទួលការអភ័យទោសយប់នោះភ្លើងជំរុំរលត់ដោយខ្លួនឯងក្នុងអបរូបរាងទីហ៊ានរាប់សិបលេចឡើងមុខពេញដោយឈាមភ្នែកគ្មានពន្លឺសំឡេងរាប់សិបនិយាយជាសំឡេងតែមួយយើងត្រូវបានបោះបង់សូរិយាឈរឡើងដាក់កំភ្លើងចុះហើយនិយាយបើជីវិតខ្ញុំអាចបញ្ចប់ការឈឺចាប់របស់អ្នកខ្ញុំសូមភ្លាមដីនៅក្រោមជើងបោកចំហដីដែលលេបមនុស្សដីបើកចំហដូចមាត់អន្ទាកសូរិយាត្រូវទាញចុះក្រោមសំលេងដីបាក់សំលេងឆ្អឹងប៉ះគ្នាលាន់ក្នុងអប់យប់ម៉ែងស្រែកពួកគេទាញគាត់ឡើងវិញបានតែសូរិយាមុខពេញទៅដោយដីនិងឈាមភ្នែកគាត់មិនមើលទៅក្រុមទេគាត់កំពុងមើលអ្វីមួយក្រោមដីពួកគេនៅទីនោះទាំងអស់ស្ត្រីក្នុងអប់ព្រឹកមិនភ្លឺព្រៃនៅតែស្រអាប់នៅចម្ងាយមានរូបស្ត្រីម្នាក់ពាក់សម្លៀកបំពាក់ជនបទចាស់កាន់ចានធូបនាងមិនភ័យកំភ្លើងនាងគ្រាន់តែឈរដូចជារងចាំពួកគេយូរហើយអ្នកទាំងអស់មិនគួរចូលព្រៃនេះទេនាងឈ្មោះយាយស្រែងអ្នករស់នៅជាយព្រៃអ្នកដែលស្ដាប់សំឡេងអ្នកស្លាប់រឿងដែលគេមិនបាងបញ្ចុះយាយស្រែងប្រាប់ពួកគេជុំវិញភ្លើងធូបទាហានរាប់សិបស្លាប់ដោយគ្មានភ្នរគ្មានឈ្មោះគ្មានការចងចាំនាងចង្អុលទៅព្រៃប្រលឹងពួកគេមិនសុំរស់វិញទេពួកគេសុំឲ្យគេទទួលស្គាល់កំហុសសូរិយាទំលាក់ក្បាលភ្នែកគាត់ពេញទៅដោយទឹកភ្នែកការសងសឹកចាប់ផ្ដើមយប់ទី3មិនមានអបតែមានភាពងងឹតខ្លាំងជាងមុនសំឡេងដាជំហានយោធាលាន់ជុំវិញជំរុំដោយកងទ័ពមួយកំពុងដង្ហែសានអ្នកកាន់កំភ្លើងម៉ាស៊ីនភ្លាមឈប់ដង្ហើមនៅពីក្រោយគាត់មានដៃត្រជាក់មួយប៉ះស្មាពេលគាត់បែរមកមុខទាហានគ្មានភ្នែកបើកមាត់បងគ្មានអ្នកបាំងតែសានដួលស្លាប់ឈាមហូរពេញដីជំរើសចុងក្រោយយាយស្រែងនិយាយសំឡេងធ្ងន់ត្រូវមានមនុស្សម្នាក់ទទួលយកកំហុសដោយជីវិតគ្រប់គ្នាស្ងៀមដឹងថានៃនោះជាអ្វីសូរិយាឈរឡើងដោះសញ្ញាយោធាចេញពីទ្រូងដាក់លើដីខ្ញុំជាមេខ្ញុំបញ្ជា
ខ្ញុំទុកពួកគេគាត់ដើរចូលព្រៃមិននឹកឯងដោយគ្មានកំភ្លើងកាលទទួលស្គាល់ក្នុងជ្រៅព្រៃព្រលឹងទាហានរាប់សិបឈរយួរដោយថ្ងៃត្រៀមប្រយុទ្ធសូរិយាលុតជង្គង់ក្បាលប៉ះដីសូមអភ័យទោសសម្រាប់ការបោះបង់សម្រាប់ការភ្លេចអាពោតលេចឡើងម្ដងទៀតតែពេលនេះវាស្ងប់ព្រលឹងមួយចូលចិត្តប៉ះដៃសូរិយាហើយនិយាយយើងបានឮហើយព្រៃដែលបើកផ្លូវពេលសូរិយាដើរចូលទៅក្នុងអាពោតព្រៃដូចជាផ្លាស់ប្ដូរដង្ហើមដើមឈើដែលធ្លាប់កោងខ្មៅឈរត្រង់ដូចយោធាកំពុងគោរពអាពោតបើកជាផ្លូវទូចមួយផ្លូវដែលមានស្នាមជើងទាហានរាប់សិបដើរតាមគ្នាមិនដែលត្រឡប់នៅពីក្រោយម៉ែងរឹតពិសិដ្ឋនិងអូនមិនឃើញផ្លូវនោះតែជើងពូគីមិនអាចដើរតាមបាននេះជាផ្លូវអ្នកស្លាប់យាយស្រេងនិយាយស្រាលស្រាលសមរភូមិដែលមិនបានបញ្ចប់សូរិយាឃើញខ្លួនឯងឈរនៅកណ្ដាលព្រៃតែព្រៃនោះមិនមែនព្រៃបច្ចុប្បន្នវាជាសមរភូមិសម័យសង្គ្រាមសំឡេងគ្រាប់កំភ្លើងសំឡេងមនុស្សស្រែកឈាមហូរពេញដីទាហានវ័យក្មេងរាប់សិបមើលមុខគាត់ភ្នែកពេញទៅដោយការរង់ចាំមេពួកយើងត្រូវដកថយពេលណាសូរិយាដឹងច្បាស់នេះជាខណៈពេលដែលគាត់មិនបានឲ្យបញ្ជាដកថយបញ្ជាដែលមិនបាននិយាយសូរិយាស្រែកក្នុងអប់ដកថយឲ្យឡើងនេះតែសំឡេងគាត់លងក្នុងសំឡេងក្របកំភ្លើងទាហានម្នាក់ដួលស្លាប់មុខមាត់ពេញទៅដោយការភ័យខ្លាចនិងការមិនយល់សូរិយាលុតជង្គង់យំដោយមិនខ្វល់អ្វីទៀតខ្ញុំមកយឺតពេកឈ្មោះដែលត្រូវហៅប្រលឹងមួយចូលមកចិត្តមិនមានអាវុធមិនមានសំឡេងសងសឹកយើងចង់ឲ្យញាក់ហៅឈ្មោះយើងសូរិយាចាប់ផ្ដើមនិយាយឈ្មោះម្នាក់ម្ដងឈ្មោះដែលគាត់ធ្លាប់ចុះក្នុងបញ្ជីតែបន្ទាប់មកបានបំភ្លេចរាល់ឈ្មោះធ្វើឲ្យប្រលឹងមួយភ្លឺឡើងបន្តិចការលែងលះពេលឈ្មោះចុងក្រោយត្រូវបានហៅអប់ចាប់ផ្ដើមរលាយប្រលឹងទាំងអស់ឈរត្រង់គោរពសូរិយាដោយមេបញ្ជាការពិតប្រាកដយើងមិនសងសឹកទៀតទេពន្លឺស្រាលលេចឡើងលើព្រៃដោយព្រះអាទិត្យរះក្រោយភ្លៀងអ្នកដែលមិនត្រឡប់មកព្រឹកឡើងអប់បាត់ព្រៃស្ងៀមម៉ែងនឹងអ្នកដែលនៅសល់ឈរនៅជំរំចាស់តែសូរិយាមិននៅទីនោះទេមានតែសញ្ញាយោធាដាក់លើដីស្អាតគ្មានឈាមយាយស្រេងដុតធូបហើយនិយាយថាគាត់បាននៅជាមួយពួកគេដើម្បីបញ្ចប់សង្គ្រាមដែលមិនបានបញ្ចប់ព្រៃដែលចងចាំឆ្នាំក្រោយមកព្រៃនោះមិនមានអប់យប់ទៀតគ្មានសំឡេងកំភ្លើង
គ្មានសំឡេងហៅឈ្មោះតែអ្នកដំណើរខ្លះនៅតែឃើញរូបទាហានម្នាក់ឈរយាមនៅជីព្រៃគាត់មិនគំរាមគាត់គ្រាន់តែឈរដូចអ្នកការពារព្រៃនោះចងចាំអ្នកស្លាប់ហើយក៏ចងចាំអ្នកដែលសុំអភ័យទោសដោយជីវិតរឿងនេះក៏បានបញ្ចប់ត្រឹមនេះសូមអរគុណដែលបានទស្សនាដល់ទីបញ្ចប់សូមជួយ Subscribe នៅ Channel របស់ខ្ញុំម្នាក់មួយផងបាទអរគុណច្រើន